នៅយប់ថ្ងៃទី12 ខែ 12 ឆ្នាំ 2025 ក្រុមនិស្សិតរបស់ពួកយើងហើយក៏ដូចជាលោកគ្រូអ្នកគ្រូនិងអ៊ំនៅក្នុងភូមិជួយជាកម្លាំងក្នុងការបុកកំបុកធ្វើជាអាហារសម្រន់ជូនទៅដល់វីរៈកងទ័ពទាំងអស់ដោយសារតែប្រទេសរបស់យើងរងការវាយប្រហារពីសំណាក់ប្រទេសថៃហើយសង្គ្រាមមួយនេះមិនមែនទើបតែធ្វើលើកទី1ទេប្រទេសថៃគឺបានវាយប្រហារមកលើប្រទេសកម្ពុជាយើងចំនួន1លើក2លើកទៅហើយប៉ុន្តែដោយសារតែសង្គ្រាមលើកនេះគឺមានរយៈពេលយូរដូច្នេះលោកគ្រូអ្នកគ្រូក៏បានបង្កើតជាគំនិតមួយក្នុងការបុកកំបុកដើម្បីជួយទៅដល់ធ្វើជាអាហារសម្រន់ទៅដល់វីរៈកងទ័ពទាំងអស់នេះមិនមែនមានត្រឹមតែអំបុកទេគឺមានអាហារសម្រន់ដូចជាបាយដូចជាអាហារដែលបានទុកបានយូរហើយលោកគ្រូធ្វើការរៃអង្គាសប្រកាសមួយចឹងអាហារទាំងអស់នេះមិនមែនយកទៅជួយតែកងទ័ពទាំងអស់ទេគឺនៅសល់ប្រហែលពួកយើងក៏យកទៅជួយជនភៀសសឹកដែលបានភៀសសឹកជំរាបចេញពីតំបន់ព្រំដែនទាំងអស់ដែរចឹងសកម្មភាពនៃការធ្វើអាហារសម្រន់ជូនទៅដល់វីរៈកងទ័ពឬជនភៀសសឹកនេះមិនមែនចប់ត្រឹមយប់ថ្ងៃទី12ខែ 12នេះទេពួកយើងនៅតែបន្តធ្វើរហូតដល់ថ្ងៃទី13ឬមួយ14ទៀតបើសិនជាករណីដែលធ្វើមិនទាន់ហើយបើកវងកញ្ចក់បន្តិចចំពោះអ៊ំពូមីងមាសដែលគាត់បានលុបអីវ៉ាន់ដូចជាអង្គបាយអំបុកចេកអាហារសម្រន់ដែលទុកបានយូរគឺខ្ញុំសុំកុំឲ្យមានការឡើងថ្លៃឲ្យសោះពីព្រោះថាប្រទេសជាតិយើងកំពុងតែរងនឹងភាពលំបាកនិងរងការគាបសង្កត់ពីសំណាក់ប្រទេសសៀមហើយក៏មានការសំណូមពរដល់អ៊ំពូមីងមាសលោកអ៊ំលោកយាយលោកតាក៏ដូចជាយុវជនទាំងអស់ដែលគាត់បានឃើញនៅការរៃអង្គាសប្រាក់មួយចំនួនតាមប្រព័ន្ធអនឡាញឬមួយក៏មូលនិធិផ្សេងៗបើសិនជាអាចអ៊ំពូមីងមាសឬយុវជនទាំងអស់គ្នាអាចចូលរួមជាប្រកាសតាមលទ្ធភាពដែលអាចធ្វើទៅរួចពីព្រោះម្ដងដំណាក់កាលនេះហើយគ្មាននរណាដែលអាចជួយយើងបានទេមានតែប្រជាជនទាំងអស់គ្នារួមចំណែកគ្នាដើម្បីជួយដល់វីរៈកងទ័ពក៏ដូចជាជនភៀសសឹកទាំងអស់បើគ្មានពួកគាត់ចាំការពារទឹកដីរបស់ពួកយើងក៏ពួកយើងមិនអាចរស់នៅស្ងប់សុខមកដល់ពេលនេះដែរដូច្នេះហើយខ្ញុំគិតថាការលះបង់បន្តិចបន្តួចរបស់ពួកយើងនេះពួកយើងគួរតែធ្វើទាំងអស់គ្នាដើម្បីកុំឲ្យមានការយឺតយ៉ាវនិងការខ្វះខាតទៅលើជនភៀសសឹកនិងវីរៈកងទ័ពទាំងអស់ហើយខ្ញុំសំណូមពរដល់យុវជនទាំងឡាយដែលពួកគាត់ធ្វើការជេរទៅកាន់ពួកថៃដូច្នេះហើយចំនួននៃការជេរថៃពួកយើងអាចធ្វើជាមូលនិធិដើម្បីក្នុងការប្រមូលលុយជួយទៅដល់វីរៈកងទ័ពរបស់ពួកយើងឬមួយក៏យើងជួយជាកម្លាំងក្នុងការរៀបចំសម្ភារៈធ្វើជាស្បៀងអាហារបុកកំបុកអ្វីៗផ្សេងខ្ចប់បាយដែលអាចយើងធ្វើបានត្រង់ចំណុចមួយនេះខ្ញុំយល់ថាអ្នកនរគ្នាខឹងថៃដោយសារតែពួកវានឹងបានឈ្លានពានមកកាន់ប្រទេសកម្ពុជាយើងម្ដងហើយម្ដងទៀតតែខ្ញុំចង់សួរមួយសំណួរវិញថានៅពេលអ្នកនរគ្នាជេរថៃតើបាននឹងវិញពួកវាឈឺក្បាលជាមួយអ្នកនរគ្នាអត់អ្នកនរគ្នាអាចជេរបានតែជេរត្រឹមមួយវីដេអូពីរវីដេអូបានហើយកុំគ្រប់វីដេអូទាំងអស់នៅក្នុង Facebook អ្នកនរគ្នា share ជេរវាគ្រប់វីដេអូទាំងអស់បែបនេះវាអាចទៅជាបំពល់សង្គមមួយបាត់ទៅហើយចំនួននៃការ share ជេរសៀមអ្នកនរគ្នាអាច share ជា QR code ដែលពួកបងគាត់ធ្វើការបើកការរៃអង្គាសដើម្បីឲ្យអ្នកទាំងអស់គ្នាឬអ្នកផ្សេងបានឃើញ QR code នេះហើយបាញ់លុយតាមរយៈ QR code នឹងផងដែរជាចុងក្រោយនៃវីដេអូនេះខ្ញុំសូមជូនពរដល់វីរៈកងទ័ពទាំងអស់គ្នានិងជនភៀសសឹករួមទាំងប្រជាពលរដ្ឋទាំងអស់គ្នាមានសេចក្តីសុខមកទៀមមួយថ្ងៃចាំមកតែដីគេចឹងនឹងមកទៀមមួយថ្ងៃគេតែពិធីសង្គ្រាមចឹង